សួស្តីបងប្អូនតោះមកបងប្អូនញ៉ាំផ្លែល្ហុងមួយខ្ញុំនេះបងប្អូនណាខ្លះចូលចិត្តផ្លែល្ហុងទុំបងប្អូនផ្អែមល្អបងប្អូនផ្លែល្ហុងធម្មជាតិផ្លែល្ហុងដើមខ្លួនឯងបងប្អូននេះពិតជាផ្អែមឆ្ងាញ់ហ្មងរបស់ធម្មជាតិបងប្អូនអើយសុខភាពហូបផ្លែល្ហុងទៅជំនួយដល់ការរំលាយអាហារហ្នឹងសុខភាពល្អបងប្អូនណាខ្លះចូលចិត្តញ៉ាំបងប្អូនអើយខែនេះដូចជាល្អផ្លែល្ហុងព្រោះឆ្នាំនេះល្ហុងផ្លែច្រើនបងប្អូនផ្លែច្រើនហើយទុំក៏ច្រើនដែរព្រោះល្ហុងឆ្នាំនេះផ្លែល្អសម្បូរទុំហើយទុំនៅដើមផងហើយបេះមកឆ្ងាញ់ហ្នឹងផ្អែមឆ្ងាញ់ល្អហ្មងល្ហុងធម្មជាតិរបស់យើងឆ្ងាញ់មែនបងប្អូន